បាទសួស្តីអ្នកនរគ្នាបាទសូមស្វាគមន៍មកកាន់វីដេអូបង្រៀនរបស់ខ្ញុំសម្រាប់ថ្ងៃនេះបាទចឹងថ្ងៃនេះខ្ញុំបន្តទៅលំហាត់ទី6របស់ខ្ញុំបន្តទៀតបាទអញ្ចឹងនៅក្នុងលំហាត់ទី6របស់ខ្ញុំគឺគេថាឧស្ម័នក្លគឺមានម៉ូលេគុលចំនួន 6.02 គុណនឹង 10 គុណ 23 នៅសីតុណ្ហភាព 273 Kelvin និងមានសម្ពាធ 10 គុណ 5 Pascal នៅលក្ខខណ្ឌកំណត់មួយឧស្ម័នក្លគឺមានមាត្រ 22.4 ម៉ែត្រគីបគេសន្មតថាឧស្ម័ននេះជាឧស្ម័នបរិសុទ្ធមានន័យថាគេចាត់ទុកឧស្ម័នក្លហ្នឹងគឺជាឧស្ម័នបរិសុទ្ធបាទចេះឲ្យយើងធ្វើការកណនាល្បឿនមធ្យមនៃម៉ូលេគុលក្លបាទគេឲ្យម៉ាស់ម៉ូលេគុលក្លគឺ CalDer គឺមានតម្លៃ71ក្រាមបាទអញ្ចឹងនៅក្នុងលំហាត់របស់យើងនេះគេឲ្យយើងធ្វើការកណនាល្បឿនមធ្យមនៃម៉ូលេគុលក្លបាទអញ្ចឹងអ្នកនរគ្នាដាក់ចម្លើយមកណាបាទអញ្ចឹងលំហាត់របស់យើងនេះឲ្យយើងធ្វើការកណនាល្បឿនមធ្យមនៃម៉ូលេគុលក្លយើងតាមដល់ CalDer បាទអញ្ចឹងដើម្បីធ្វើការកណនាទៅលើល្បឿនមធ្យមរបស់ម៉ូលេគុលក្លនេះបានគឺលោកគ្រូមានជារូបមន្តមួយសម្រាប់ធ្វើការបង្ហាញអ្នកនរគ្នាបាទអញ្ចឹងលោកគ្រូដាក់ថាតាមរូបមន្តបាទអញ្ចឹងតាមរូបមន្តគឺ VAV បាទស្មើឬការ៉េនៃ 3kBt លើអំតូចបាទអញ្ចឹងលោកគ្រូសូមបញ្ជាក់តកតងទៅនឹងរូបមន្តរបស់យើងនេះបាទអញ្ចឹង VAV នេះបាទគឺមានឈ្មោះចំនួន3ឈ្មោះទី1គឺយើងឲ្យឈ្មោះថាឬការ៉េនៃការ៉េល្បឿនមធ្យមបាទឈ្មោះទី2គឺយើងឲ្យឈ្មោះថាល្បឿនប្រសិទ្ធរបស់ម៉ូលេគុលបាទនិងឈ្មោះទី3បាទគឺមានឈ្មោះថាល្បឿនមធ្យមនៃម៉ូលេគុលបាទអញ្ចឹងចំពោះ VAV នេះបាទគឺយើងអាចតាំងដោយ VAMS ក៏បានដែរណាសូមបញ្ជាក់បាទ VAMS បាទ VAMS អញ្ចឹងរូបមន្តទាំងពីរនេះគឺជារូបមន្តតែមួយទេសូមបញ្ជាក់ណាបាទអញ្ចឹងចំពោះរូបមន្តនេះគឺលោកគ្រូបានធ្វើការបង្ហាញនៅក្នុងលំហាត់ទី5ដូចមកហើយអញ្ចឹងអ្នកនរគ្នាអាចទៅមើលនៅក្នុងលំហាត់ទី5របស់ខ្ញុំឡើងវិញណាបាទអ្នកនរគ្នានឹងបានយល់តកតងនឹងរូបមន្តនេះហើយបាទអញ្ចឹងខ្ញុំសូមធ្វើការលុបចោលវិញណាបាទបាទអញ្ចឹងVAV នេះគឺយើងឲ្យឈ្មោះថាល្បឿនមធ្យមរបស់ម៉ូលេគុលក្លបាទអញ្ចឹងតាមរូបមន្តរបស់យើងគឺស្មើឬការ៉េ 3kBt បាទលើអំតូចបាទអញ្ចឹងយើងមើលទៅលើទំហំរបស់យើងទាំង3នេះបាទមានដូចជាការ B បាទតេធំបាទអំតូចនេះតើយើងស្គាល់តម្លៃវាហើយឬនៅបាទទី1បាទការ B ការ B នេះគឺយើងឲ្យឈ្មោះថា Tape Boltzmann បាទ Tape Boltzmann អញ្ចឹងចំពោះ Tape Boltzmann នេះគឺជាតម្លៃមួយដែល Tape អញ្ចឹងអ្នកនរគ្នាត្រូវចងចាំណាទោះបីថាប្រធានរបស់យើងមិនឲ្យតម្លៃវាក៏ដោយបាទតែយើងត្រូវតែស្គាល់តម្លៃរបស់វាបាទចេះតម្លៃវាគឺថេទេណាសូមបញ្ជាក់បាទហើយមួយទៀតគឺតេធំនេះបាទតេធំនេះគឺជាសីតុណ្ហភាពដាច់ខាតអញ្ចឹងតាសមត្ថកម្មរបស់យើងក៏ឲ្យមកគឺមានតម្លៃ273 Kelvin បាទអញ្ចឹងមានន័យថាការ B បាទតេធំនេះគឺយើងស្គាល់តម្លៃហើយបាទឥឡូវយើងមើលអំតូចវិញតើអំតូចនេះយើងស្គាល់តម្លៃដែរអត់បាទអញ្ចឹងយើងមើលទៅលើសមត្ថកម្មរបស់យើងណាអញ្ចឹងតាមសមត្ថកម្មរបស់យើងគេឲ្យម៉ាស់ម៉ូលេគុលក្លបាទ CalDer គឺមានតម្លៃ71ក្រាមបាទអញ្ចឹងលោកគ្រូសូមបញ្ជាក់ណាម៉ាស់ម៉ូលេគុលនេះគឺជាម៉ាស់ម៉ូលេគុលសរុបរបស់ម៉ូលេគុលក្លរបស់យើងមិនមែនជាម៉ាស់អំតូចទេណាអញ្ចឹងអំតូចនេះគឺជាម៉ាស់ម៉ូលេគុលនីមួយៗរបស់ម៉ូលេគុលក្លឬក៏យើងហៅថាម៉ាស់ម៉ូលេគុលក្លក្នុងមួយម៉ូលេគុលបាទអញ្ចឹងមកច្រឡំណាបាទអញ្ចឹងអំតូចនេះគឺជាម៉ាស់ម៉ូលេគុលក្លក្នុងមួយម៉ូលេគុលឬក៏ម៉ាស់ម៉ូលេគុលក្លនីមួយអញ្ចឹងតាមសមត្ថកម្មរបស់យើងគឺឲ្យយើងស្គាល់ម៉ាស់សរុបរបស់ម៉ូលេគុលក្លបាទគឺមានតម្លៃ71ក្រាមបាទអញ្ចឹងកុំឲ្យច្រឡំណាទីយកតម្លៃនេះយកមកចំនួនក្នុងទំហំនេះគឺខុសហើយសូមបញ្ជាក់ណាយើងមិនអាចយកតម្លៃនេះយកមកចំនួនក្នុងទំហំនេះបានទេ
កាលណាកូនចំនួនចូលគឺខុសហើយព្រោះថាអំតូចនេះគឺជាម៉ាស់ molecule នីមួយរបស់ molecule คลอឬក៏ mass molecule คลอក្នុងមួយ molecule ណាបាទហើយតម្លៃនេះគឺជា mass សរុបរបស់ molecule คลอបាទអញ្ចឹងបើកូនយកតម្លៃនេះយកមកចំនួនក្នុងទំហំនេះគឺខុសហើយបាទអញ្ចឹងតម្លៃអំតូចនេះគឺយើងអត់ស្គាល់ទេអញ្ចឹងយើងត្រូវរកវាទៀតដើម្បីយើងអាចធ្វើការកណនារកល្បឿននេះបានបាទអញ្ចឹងលោកគ្រូសូមធ្វើការលុបទៅលើអ្វីដែលគ្រូបានសរសេរនេះសិនណាដើម្បីយើងធ្វើការបាទកណនាបន្តទៀតបាទអញ្ចឹងដើម្បីយើងរកអំតូចនេះបានគឺយើងទាញតាមរយៈរូបមន្តចំនួន molecule បាទអញ្ចឹងចំនួន molecule គឺយើងតាំងដោយ n ធំបាទអញ្ចឹង n ធំរបស់យើងស្មើអីបាទអញ្ចឹង n ធំរបស់យើងគឺស្មើបាទmass molecule បាទคลอសរុបណាបាទលោកគ្រូតាំងដោយ m បាទ C order ចុះបាទអញ្ចឹង m បាទ C order នេះគឺជា mass molecule คลอសរុបបាទអញ្ចឹងយើងចែកឲ្យបាទ mass molecule คลอក្នុងមួយ molecule ឬក៏ mass molecule คลอនីមួយបាទបាទអញ្ចឹងដើម្បីយើងរកអំតូចនេះបានគឺយើងត្រូវរុញអំតូចនេះមកអង្គទី1ណាហើយយើងរុញ n នេះមកអង្គទី2វិញអញ្ចឹងមានន័យថាយើងធ្វើការផ្លាស់ប្ដូរគ្នាយើងយកអំតូចមកអង្គទី1ហើយ n នេះមកអង្គទី2វិញណាបាទអញ្ចឹងនាំមកយើងបានបាទអំតូចបាទអញ្ចឹងគ្រូសូមបញ្ជាក់ណាអំតូចនេះគឺយើងឲ្យឈ្មោះថា mass molecule คลอនីមួយឬក៏ mass molecule คลอក្នុងមួយ molecule បាទចឹងគឺវាស្មើ mass molecule សរុបរបស់ molecule คลอដែលយើងតាំងដោយ m C order បាទ m C order បាទចែកឲ្យចំនួន molecule បាទចំនួន molecule ចឹងណាដែលយើងតាំងដោយ n ណាបាទអញ្ចឹងតម្លៃនេះយើងស្គាល់តម្លៃ n នេះស្គាល់ចឹងណា n ម៉ានn គឺមានតម្លៃ 6.02 គុណនឹង10សេគុណ23ចឹងណាអញ្ចឹងតម្លៃនេះគឺយើងស្គាល់ហើយបាទអញ្ចឹងយើងត្រូវយកតម្លៃ m បាទ C order លើ n នេះយកមកចំនួនក្នុងសមីការរបស់យើងនេះបាទអញ្ចឹងលោកគ្រូសូមលុបចោលសិនណាដើម្បីយើងធ្វើការដោះស្រាយបន្តទៀតអញ្ចឹងយើងដាក់ថាតែបាទ m គឺស្មើ m C order លើ n ធំបាទអញ្ចឹងយើងយកតម្លៃ m តូចនេះដែល m តូចរបស់យើងគឺស្មើ m C order ចែកឲ្យ n នេះយកមកចំនួនក្នុងសមីការរបស់យើងនេះបាទអញ្ចឹងនាំឲ្យយើងបានបាទ VAV គឺស្មើឬការ៉េនៃ 3kbt លើ m C order បាទចែកឲ្យ n អញ្ចឹងណាអញ្ចឹងដើម្បីយើងអាចទាញរូបនេះបានបន្តទៅទៀតគឺយើងត្រូវយកភាពបាយនេះគុណចម្រាប់ប្រភេទរបស់យើងអញ្ចឹងយើងត្រូវលើក n ធំនេះមកខាងលើបាទអញ្ចឹងនៅខាងក្រោមនេះគឺនៅសល់ m C order បាទអញ្ចឹងយើងអាចសរសេរថាស្មើឬការ៉េនៃ 3nkbt លើ m C order បាទអញ្ចឹងយើងឃើញថាទំហំទាំង4នេះគឺយើងស្គាល់តម្លៃវាអស់ហើយអញ្ចឹងណាបាទអញ្ចឹងដើម្បីធ្វើការកណនាបានគឺយើងត្រូវឲ្យតម្លៃវាសិនបាទអញ្ចឹងយើងដាក់ថាបាទដោយn ណា n របស់យើងគឺបាទស្មើ 6.02 បាទគុណនឹង10សេគុណ23បាទ molecule អញ្ចឹងណាបាទហើយ kb នេះគឺយើងឲ្យឈ្មោះថា Boltzmann គឺមានតម្លៃ 1.38 បាទគុណនឹង10ស្វ័យគុណដក23បាទ joule ក្នុង1 Kelvin បាទហើយមួយទៀតបាទសីតុណ្ហភាពដាច់ខាតបាទតែធំរបស់យើងគឺមានតម្លៃ 273 Kelvin បាទចុងក្រោយគឺ mass សរុបរបស់ molecule คลอគឺមានតម្លៃ 71 ក្រាមបាទជាទូទៅនៅក្នុងរូបវិទ្យាបាទ mass molecule គឺមានຂະຫນາດគិតជាគីឡូក្រាមបាទអញ្ចឹងតម្លៃគេឲ្យមកគឺជាក្រាមអញ្ចឹងយើងត្រូវបំបែកក្រាមទៅជាគីឡូក្រាមអញ្ចឹងចំពោះក្រាមគឺតូចជាងគីឡូក្រាមអញ្ចឹងណាអញ្ចឹងដើម្បីធ្វើការបំបែកពីក្រាមទៅគីឡូក្រាមបានគឺយើងត្រូវបាទគុណនឹង10ស្វ័យគុណដក3បាទអញ្ចឹងយើងអាចសរសេរថា71
គុណនឹង10សេគុណដល់3គីឡូក្រាមបាទបើចឹងបន្ទាប់ពីយើងឲ្យតម្លៃជាលេខហើយគឺយើងត្រូវយកតម្លៃទាំងអស់នេះទៅចំនួនក្នុងសមីការរបស់យើងបាទចឹងគេបានVAV របស់យើងគឺស្មើឬការ៉េនៃ3គុណឲ្យ6.02 បាទគុណនឹង10សេគុណ23បាទបន្តមកទៀតយើងគុណឲ្យ1.38គុណនឹង10សេគុណដល់23គុណឲ្យ273បាទហើយយើងចាយឲ្យ71គុណនឹង10សេគុណដល់3បាទអញ្ចឹងដើម្បីយើងងាយស្រួលក្នុងការកណនាតម្លៃលេខគឺយើងត្រូវតែគិតទៅលើស្វ័យគុណមុនបាទអញ្ចឹងស្វ័យគុណរបស់យើងខាងលើនេះគឺ10សេគុណ23បាទគុណនឹង10សេគុណដល់23គឺអស់ហើយបាទអញ្ចឹងខាងលើនេះគឺអស់ស្វ័យគុណហើយអញ្ចឹងចំពោះស្វ័យគុណខាងក្រោមនេះគឺ10សេគុណដល់3អញ្ចឹងកាលណាយើងលើកឡើងទៅលើគឺយើងបាន10សេគុណ3ណាបាទបន្តមកទៀតគឺយើងយកតម្លៃលេខទាំងអស់នេះគុណចូលគ្នាអញ្ចឹងយើងយក3គុណឲ្យ6.02បាទគុណនឹង1.38គុណនឹង273មកគឺយើងបាន6803.9ណាតាមពិតយើងមានទៅក្រោយទៀតប៉ុន្តែលោកគ្រូបង្កត់បាទយកតម្លៃប៉ុណ្នេះណាបាទអញ្ចឹងយើងចាយឲ្យ71បាទអញ្ចឹងគឺយើងយកតម្លៃខាងលើនេះចាយនឹង71មកគឺយើងបានតម្លៃ95.83បាទគុណនឹង10សេគុណ3អញ្ចឹងចំពោះស្វ័យគុណ3នេះគឺយើងមិនអាចបញ្ចេញពីរឹកបានទេដោយសាររឹករបស់យើងគឺជារឹកការ៉េណាអញ្ចឹងយើងត្រូវបំលែងស្វ័យគុណរបស់យើងនេះទៅជាស្វ័យគុណគូអញ្ចឹងចំពោះស្វ័យគុណវិជ្ជមានបាទអញ្ចឹងកាលណាយើងក៏ចុចមកខាងឆ្វេងគឺស្វ័យគុណគឺកើនឡើងបាទបើយើងក៏ចុចមកខាងស្ដាំគឺស្វ័យគុណថយចុះអញ្ចឹងឧទាហរណ៍ថាលោកគ្រូយកស្វ័យគុណ4ចុះណាបាទអញ្ចឹងនៅត្រង់នេះគឺ10សេគុណ3កាលណាលោកគ្រូកលមកដល់ត្រឹមនេះយើងបាន10សេគុណ4អញ្ចឹងលោកគ្រូអាចសរសេរថា9បាទចុច583គុណឲ្យ10សេគុណ4អញ្ចឹងចំពោះ10សេគុណ4នេះគឺយើងបញ្ចេញពីរឹសមកយើងបាន10សេគុណ2អញ្ចឹងណាបាទ10សេគុណ2របស់យើងបាទហើយតម្លៃ9.583នេះគឺយើងបញ្ចេញពីរឹសមកយើងបាន3.09បាទអញ្ចឹងយើងកណនាក្នុងរឹសការ៉េរបស់យើងនេះគឺយើងបានបាទ3.09គុណនឹង10សេគុណ2ម៉ែត្រក្នុង1វិនាទីបាទប៉ុន្តែបើសិនជាអ្នកនរគ្នាចង់បំបត្តិស្វ័យគុណចោលគឺយើងអាចរំកិលបាទចុចនឹងមកណាបាទអញ្ចឹងនៅត្រង់នេះគឺយើងឃើញថា10សេគុណ2បាទអញ្ចឹងកាលណាយើងរំកិលចេញដល់នេះគឺ10សេគុណ1ម្ដងនេះគឺអស់ស្វ័យគុណតែម្ដងគឺយើងបាន309ម៉ែត្រក្នុង1វិនាទីបាទអញ្ចឹងចំពោះចម្លើយរបស់យើងនេះគឺយើងអាចយកតម្លៃនេះក៏បានបាទតម្លៃមួយនេះក៏បានដែរណាអត់បញ្ហាទេបាទអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់បង្ហាញអ្នកទាំងអស់គ្នាណាបាទអញ្ចឹងរងចាំនៅវីដេអូលំហាត់ទី7បន្តទៀតបាទអញ្ចឹងលោកគ្រូមានតែប៉ុណ្្នឹងទេបាទសូមអរគុណ